8 យ៉ាងនៃអត្ថប្រយោជន៍សុខភាពរបស់ម្សៅកាកាវកាកាវត្រូវបានគេគិតថាបានប្រើដំបូងដោយរដ្ឋម៉ាយ៉ានៃសហរដ្ឋអាមេរិកកណ្ដាលវាបាននាំចូលទៅអឺរ៉ុបដោយអ្នកចម្បាំងអេស្ប៉ាញនៅសតវត្សទី16ហើយបានក្លាយជាការពេញនិយមធ្វើជាថ្នាំលើកកម្ពស់សុខភាពម្សៅកាកាវត្រូវបានផលិតដោយកិនលំបែកគ្រាប់កាកាវហើយយកជាតិខ្លាញ់ឬប្រេងកាកាវចេញសប្តាហ៍ថ្ងៃនេះកាកាវមានភាពល្បីល្បាញបំផុតដោយសារទូនាទីរបស់ខ្លួនវាក្នុងការផលិតជាសូកូឡាទាំងនេះគឺជាអត្ថប្រយោជន៍សុខភាពនិងអាហារូបត្ថម្ភចំនួន8យ៉ាងនៃម្សៅកាកាវ 1. សម្បូរទៅដោយសារធាតុ polyphenol ដែលផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើន polyphenol គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលកើតឡើងនៅក្នុងអាហារដូចជាផ្លែឈើបន្លែតែសូកូឡានិងស្រាពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើនរួមមានការកាត់បន្ថយការរលាកលំហូរឈាមប្រសើរជាងមុនសម្ពាធឈាមទាបនិងការកែលម្អកម្រិតកូឡេស្តេរ៉ុលនិងជាតិស្ករក្នុងឈាមកាកាវគឺជាប្រភពមួយក្នុងចំណោមប្រភពដែលមាន polyphenol ច្រើនជាងគេបំផុត 2. អាចកាត់បន្ថយសម្ពាធឈាមខ្ពស់កែលម្អកម្រិតនីត្រាតអុកស៊ីតកាកាវដែលនៅក្នុងទម្រង់ជាម្សៅនិងជាសូកូឡាខ្មៅអាចបន្ថយសម្ពាធឈាមឥទ្ធិពលនេះត្រូវបានគេកត់សម្គាល់ជាលើកដំបូងដោយប្រជាជននៅកោះមួយនៅអាមេរិកកណ្ដាលដែលផឹកកាកាវពួកគេមានសម្ពាធឈាមទាបជាងប្រជាជនដីគោកដែលមិនផឹកកាកាវសារធាតុ flavanol ដែលមាននៅក្នុងកាកាវត្រូវបានគេគិតថាជួយធ្វើឲ្យប្រសើរឡើងនៅកម្រិតនីត្រាតអុកស៊ីតនៅក្នុងឈាមដែលអាចជួយបង្កើតមុខងាររបស់សរសៃឈាមនិងកាត់បន្ថយសម្ពាធឈាម 3. អាចបន្ថយហានិភ័យនៃការកេងបេះដូងនិងជំងឺអាចសរសៃឈាមខួរក្បាលកាកាវមានលក្ខណៈសម្បត្តិដែលអាចកាត់បន្ថយហានិភ័យនៃការកេងបេះដូងនិងជំងឺអាចសរសៃឈាមខួរក្បាលកាកាវសម្បូរទៅដោយជាតិ flavanol ធ្វើឲ្យប្រសើរឡើងនៅកម្រិតជាតិនីត្រាតអុកស៊ីតនៅក្នុងឈាមរបស់អ្នកដែលធ្វើឲ្យធូរស្បើយនិងធ្វើឲ្យលំហូរឈាមប្រសើរឡើងលើសពីនេះទៅទៀតកាកាវត្រូវបានគេរកឃើញថាអាចកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់មានឥទ្ធិពលធ្វើឲ្យឈាមថយចុះស្រដៀងនឹងថ្នាំ aspirin ធ្វើឲ្យប្រសើរឡើងនៅជាតិស្ករក្នុងឈាមនិងបន្ថយការរលាកលក្ខណៈសម្បត្តិទាំងនេះត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃការកេងបេះដូងខ្សោយបេះដូងនិងដាច់សរសៃឈាមខួរក្បាល 4. អាចជួយធ្វើឲ្យជំងឺធ្លាក់ទឹកចិត្តមានភាពប្រសើរឡើងបន្ថែមលើឥទ្ធិពលវិជ្ជមានរបស់កាកាវទៅលើការចុះខ្សោយខួរក្បាលទាក់ទងនឹងអាយុឥទ្ធិពលរបស់វាទៅលើខួរក្បាលក៏អាចធ្វើឲ្យប្រសើរឡើងនូវអារម្មណ៍និងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តការសិក្សាស្តីពីការញ៉ាំសូកូឡានិងកម្រិត stress ចំពោះស្ត្រីមានផ្ទៃពោះបានរកឃើញថាការញ៉ាំសូកូឡាញឹកញាប់ជាងមុនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយ stress និងបង្រឹងអារម្មណ៍ល្អរបស់ទារក 5. អាចជួយធ្វើឲ្យប្រសើរឡើងនូវរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី2ទោះបីជាការទទួលទានសូកូឡាហួសកម្រិតពិតមែនក៏មិនល្អសម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាមក៏ដោយកាកាវពិតជាមានឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែមមួយចំនួនការសិក្សាសាកល្បងបង្ហាញថាកាកាវអាចបន្ថយការរំលាយអាហារកាបូអ៊ីដ្រាតនិងស្រូបចូលក្នុងពោះវៀនធ្វើឲ្យប្រសើរឡើងនូវការរក្សាអាំងស៊ីលីនកាត់បន្ថយការរលាកជំរុញការស្រូបយកជាតិស្ករចេញពីឈាមទៅសាច់ដុំការសិក្សាមួយចំនួនទៀតបានបង្ហាញថាការទទួលទានកាកាវខ្ពស់អាចបណ្ដាលឲ្យមានហានិភ័យទាបនៃជំងឺទឹកនោមផ្អែមប្រភេទទី2លើសពីនេះទៀតអាចកាត់បន្ថយភាពប្រែប្រួលអាំងស៊ូលីតធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករក្នុងឈាមនិងកាត់បន្ថយការរលាកចំពោះអ្នកកើតជំងឺទឹកនោមផ្អែមនិងមិនកើតជំងឺទឹកនោមផ្អែម 6. អាចជួយក្នុងការគ្រប់គ្រងទម្ងន់គួរឲ្យភ្ញាក់ផ្អើលជាច្រើនរបៀបផ្ទុយពីនេះបន្តិចការទទួលទានកាកាវសូម្បីតែក្នុងទម្រង់ជាសូកូឡាអាចជួយក្នុងការគ្រប់គ្រងទម្ងន់របស់អ្នកវាត្រូវបានគេគិតថាកាកាវអាចជួយដល់ការដាក់កម្រិតការប្រើប្រាស់ថាមពលកាត់បន្ថយចំណង់អាហារនិងការរលាកបង្កើតអុកស៊ីតកម្មខ្លាញ់និងអារម្មណ៍នៃភាពពេញលេញការសិក្សាអំពីមនុស្សបានរកឃើញថាអ្នកដែលញ៉ាំសូកូឡាច្រើនតែងតែមាន BMI ទាបជាងអ្នកដែលញ៉ាំវាតិចជាញឹកញាប់បើទោះបីជាក្រុមនេះធ្លាប់ញ៉ាំកាឡូរីនិងខ្លាញ់ 7. មានលក្ខណៈសម្បត្តិការពារមហារីក
កាកាវមានកំហាប់ផ្លាវ៉ាណុលពោះបំផុតក្នុងចំណោមអាហារទាំងអស់ក្នុងទម្ងន់មួយដូចគ្នាហើយបរិមាណរបស់វាអាចចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងរបបអាហាររបស់អ្នកការសិក្សាអំពីសាកល្បងលើសមាសធាតុនៃកាកាវបានរកឃើញថាពួកវាមានឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្មការពារកោសិកាពីការបំផ្លាញពីម៉ូលេគុលប្រតិកម្មឬប្រឆាំងនឹងការរលាកទប់ស្កាត់ការលូតលាស់កោសិកាជំរុញការស្លាប់របស់កោសិកាមហារីកនិងជួយការពារការរីករាលដាលនៃកោសិកាមហារីក 8. លក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីនិងភាពស៊ាំជួយឲ្យធ្មេញនិងស្បែកការសិក្សាជាច្រើនបានស្វែងយល់ពីឥទ្ធិពលការពាររបស់កាកាវប្រឆាំងនឹងធ្មេញពុកនិងអញ្ចាញធ្មេញកាកាវផ្ទុកទៅដោយសមាសធាតុជាច្រើនដែលមានអង់ទីអុកស៊ីដង់ប្រឆាំងនឹងអង់ស៊ីននិងរំញោចភាពស៊ាំដែលអាចរួមចំណែកដល់សុខភាពមាត់របស់អ្នកហើយសារធាតុ polyphenol ត្រូវបានគេរកឃើញថាផ្ដល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ស្បែករបស់អ្នកទាំងនេះគឺជាអត្ថប្រយោជន៍របស់ម្សៅកាកាវឬក៏ផ្លែកាកាវ